តើអ្នកដឹងទេថាការកឹបកេងប្រាក់8លានខ្ញុំបានគិតរួចហើយអំពីការបញ្ជូនអ្នកទៅក្នុងគុកតើខ្ញុំអាចបញ្ឈប់ដោយរបៀបណាគ្រាន់តែចំនួនទឹកប្រាក់កាន់តែច្រើនអ្នកនឹងស្លាប់កាន់តែវេទនាចាំមើលថាអ្នកស្លាប់ឬអត់ម៉ែរឿងនេះមិនត្រូវទេបើបរិះនោះប្តឹងប៉ូលីសមុននឹងផ្ទេរប្រាក់នោះលុយដែលឲ្យមិនមែនជាលុយទេគឺជាប្រាក់លុះប្រាក់លុះមានន័យថាម៉េចទីបំផុតមានអ្នកយល់ហើយមិនអាក្រក់ទេសារដែលអ្នកទើបតែផ្ញើនឹងលុយដែលអ្នកទទួលបានសុទ្ធតែជាភស្តុតាងដែលអ្នកចាប់ចម្រិតខ្ញុំចំនួនទឹកប្រាក់កាន់តែច្រើនឧក្រិដ្ឋកម្មកាន់តែធ្ងន់ធ្ងរហើយលុយនោះមិនមែនជារបស់ខ្ញុំទេទោះបីជាខ្ញុំចង់ដោះលែងអ្នកក៏ដោយក៏លែងយិនហេមិនយល់ព្រមដែរគុំនិយាយមិនសមហេតុសមផលប្រាក់លុះស្អីអ្វីដែលយើងយកគឺជាពាក់កណ្ដាលនៃប្រាក់រង្វាន់របស់អ្នកនោះគឺជាលុយរបស់យើងលុយរបស់អ្នកអញ្ចឹងទៅប្តឹងខ្ញុំនៅតុលាការទៅបើគេកាត់ក្តីឲ្យខ្ញុំឲ្យអ្នកពាក់កណ្ដាលខ្ញុំនឹងឲ្យនាងក្មេងងាប់ឯងបិទមាត់ទៅបងប្រុសនិងបងថ្លៃឯងគ្រាន់តែចង់បានលុយខ្លះប៉ុណ្ណោះបើឯងហ៊ានបញ្ជូនពួកគេចូលគុកខ្ញុំនឹងស្លាប់ឲ្យឯងមើលមិនមែនខ្ញុំបញ្ជូនពួកគេចូលគុកទេគឺពួកគេចាប់ចម្រិតខ្ញុំពួកគេចង់ចូលនរកខ្លួនឯងមិនពាក់ព័ន្ធនឹងខ្ញុំទេម៉ែលុយនេះមិនអាចយកទេបើយកមែនគ្រួសារយើងទាំងមូលនឹងត្រូវជាប់គុកមិនយកមិនបានទេទោះបីខ្ញុំជាប់គុកអាចរកបាន100លានក៏ខ្ញុំសំនឹងវាដែរយ៉ាងខេពិតមែនឬបើពួកគេប្តឹងប៉ូលីសលុយរបស់យើងត្រូវយកមកវិញបាទលើកលែងតែមីងធ្វើជាសាក្សីឲ្យយើងនិយាយថានេះជារឿងគ្រួសារយើងមិនស៊ើបអង្កេតការទទួលខុសត្រូវឈីនៀនឯងជួយយើងម្ដងទៅធ្វើជាសាក្សីបានទេមិនអាចទេលើកនេះខ្ញុំមិនអត់ទោសឲ្យដាច់ខាតចុះបើឯងនិយាយមិនបានអ្នកមានន័យថាម៉េចលែងដៃម៉ែមិនបានទេម៉ែមិនអាចសម្លាប់នាងទេឆាប់លែងដៃទៅទោះបីខ្ញុំស្លាប់ក៏ដោយសារដែលអ្នកផ្ញើនិងលុយដែលអ្នកទទួលបានក៏សុទ្ធតែជាភស្តុតាងដែរអ្នករត់មិនរួចទេ100លានចូលកាន់នេះហើយម៉ែលុយនេះមិនអាចយកទេបើយកមែនគ្រួសារយើងទាំងមូលនឹងត្រូវជាប់គុកមិនអាក្រក់ទេគ្រួសារអ្នកទាំងមូលរាប់ម្នាក់ម្ដងសុទ្ធតែត្រូវចូលគុកម៉ែគ្រួសារបែកបាក់នេះជាលទ្ធផលដែលម៉ែចង់បានមែនទេម៉ែមកដល់ពេលនេះកូនស្រីនិងកូនប្រុសម៉ែអាចជ្រើសរើសបានតែមួយប៉ុណ្ណោះឯងមានន័យថាម៉េចម៉ែគឺជាម្ដាយរបស់ឈីញ៉ានយកគ្រប់រឿងទាំងអស់មកដាក់លើខ្លួនឯងតើពួកគេអាចធ្វើអ្វីម៉ែបានយើងអាចគេចផុតពីគ្រោះថ្នាក់នេះពួកឯងឆាប់ទៅម៉ែសម្រាប់នាងម៉ែពិតជាស្ងប់ចិត្តមែនទេទោះយ៉ាងណាក៏ដោយខ្ញុំមិនអាចមើលបងប្រុសឯងនិងក្មួយប្រុសឯងទៅជាប់គុកដោយបើកភ្នែកធំទេខ្ញុំអាចដោះលែងយ៉ាងខេប៉ុន្តែបងប្រុសនិងបងថ្លៃខ្ញុំជួយមិនបានទេឯងទៅស្លាប់ទៅខ្ញុំនឹងទទួលទោសជំនួសពួកគេទម្លាក់អាវុធចុះអ្នកទាំងអស់គ្នាលើកដៃឡើងម្ដងម្នាក់គឺខ្ញុំជាអ្នកធ្វើទាំងអស់ចាប់ខ្ញុំទៅលូជីយ៉នអ្នកទើបតែបរិច្ចាគប្រាក់រង្វាន់ភាគច្រើនទៅមូលនិធិកុមារនេះគឺជាភស្តុតាងស្អីគេនាងពិតជាបរិច្ចាគមែនឯងសុកចិត្តបរិច្ចាគក៏មិនឲ្យយើងដែរគឺនាងធ្វើរឿងដាច់អហង្ការពេកដូច្នេះលុយដែលអ្នកទទួលបានមិនមែនជាប្រាក់រង្វាន់របស់នាងទេគឺជាប្រាក់លុះអ្នកស្រីលុះតើអ្នកត្រូវបានគេចាប់ចម្រិតនិងចម្រិតទាវប្រាក់លុះមែនទេប្អូនស្រីខុសរាប់ពាន់រាប់ម៉ឺនដងសុទ្ធតែជាកំហុសរបស់បងប្រុសកុំបញ្ជូនបងចូលគុកអីបងគឺជាបងប្រុសបង្កើតរបស់ឯងណាមែនហើយប្អូនស្រីរឿងគ្រួសារយើងកុំរំខានមន្ត្រីប៉ូលីសអីមន្ត្រីប៉ូលីសខ្ញុំសូមរំលឹកអ្នកនៅពេលប្រព្រឹត្តបទឧក្រិដ្ឋអ្នកមិនត្រឹមតែមិនបញ្ឈប់ទេថែមទាំងចង់បានជីវិតខ្ញុំទៀតសាច់ញាតិបែបនេះមិនបាច់មានក៏បានខ្ញុំត្រូវបានគេចាប់ចម្រិតវាយដំទាប្រាក់លុះនិងស្ទើរតែត្រូវបានគេសម្លាប់បំបិតមាត់គ្រប់រឿងសុទ្ធតែជាការពិតសូមជួយរកយុត្តិធម៌ឲ្យខ្ញុំផងមិនមែនទេគឺខ្ញុំទាំងអស់នេះគឺខ្ញុំជាអ្នកធ្វើម្ដាយខ្ញុំត្រូវបានបងប្រុសនិងបងថ្លៃញុះញង់ឲ្យទទួលទោសជំនួសដោយចេតនាប៉ុន្តែគាត់ចាស់ហើយខ្ញុំមិនចង់ស៊ើបអង្កេតការទទួលខុសត្រូវរបស់គាត់ទេសង្ឃឹមថានឹងមានការបន្ធូរបន្ថយនៅមានយ៉ាងថៃនៅមានក្មួយប្រុសឯងទៀតឈីយ៉ាននោះគឺជាកូនប្រុសតែមួយគត់របស់គ្រួសារលើយើងណាឯងមិនអាចឲ្យគេទៅជាប់គុកទេឈីញ៉ានសូមអង្វរែងដោះលែងយើងទៅឈីញ៉ាននាំខ្លួនទៅម៉ែរងរបួសហើយត្រូវឯងធ្វើឲ្យរបួស